ចាប់ផ្ដើមនៅពេលនេះមកឆៅកើក៏ឲ្យប្រព័ន្ធចាំមើលស្នាដៃរបស់គាត់ទៅរួចក៏ស្ដីប្រាប់តុងលីឲ្យយកគាត់ចុះទៅខាងក្រោមផងលឺចឹងតុងលីក៏ស្ដីគាត់មិនចេះហោះផងបាញ់បានឡើងទៅលើខ្ពស់ម្លេះនៅពេលដែលគាត់បានចុះមកតុងលីក៏ឲ្យសៀវឈូគ្រប់ទៅកាន់លោកគ្រូពូសៀវឈូក៏បានគ្រប់ឆៅកើក៏សរសើរហើយរាងកាយក្មេងស្រីម្នាក់នេះមិនអន់ទេរីឯទេពកោសល្យទៅលើគុណដៅក៏មិនធម្មតាលឺចឹងតុងលីក៏សរសើរពីខ្លួនឯងប្រកាសណាស់ភ្នែករបស់ខ្ញុំរើសមនុស្សមិនខុសទេឆៅកើក៏ថាក្មេងស្រីម្នាក់នេះជួបសំណាងធំហើយលើបែបនេះតុងលីក៏ចង់ដឹងឆៅកើក៏បានលេងសើចថាសំណាងរបស់នាងគឺបានជួបជាមួយនឹងគាត់រួចគាត់ក៏ឲ្យសៀវឈូចូលរួមនៃកាយរបស់គាត់មកវាសនារបស់នាងនឹងខ្ពស់ត្រដែតជាមិនខានតែសៀវឈូមិនដឹងវាសនាគឺជាអ្វីទេនាងគ្រាន់តែដឹងថាអ្នកគ្រូបានសន្យាថានឹងឲ្យស្ករគ្រាប់របស់នាងជារៀងរាល់ថ្ងៃលេងចឹងគាត់ក៏យល់ព្រមឲ្យស្ករគ្រាប់នាងញ៉ាំនាងក៏បានសប្បាយចិត្តរួចក៏ចូលរួមជាមួយនិកាយរបស់គាត់ឆៅកើក៏បានប្រកាសថាចាប់ពីពេលនេះតទៅនាងនឹងក្លាយជាសិស្សច្បងគេនៅក្នុងនិកាយរបស់ខ្ញុំហើយគណៈពេលដែលចង់និយាយបន្តនោះក៏ត្រូវបានតុងលីគាត់ប្រាប់បងប្រុសថាសៀវឈូបានដើរលេងពេញមួយថ្ងៃហើយនាងក៏ត្រូវការសម្រាកក្រៅពីនឹងទៀតការចុះពីលើភ្នំរបស់នាងលើកនេះនាងក៏បានដឹងនៅព័ត៌មានខ្លះស្ដេចបិសាចបានបង្ហាញខ្លួនម្ដងទៀតហើយឆៅកើក្តាប់ដៃយ៉ាងណែនហើយគាត់ថា10ឆ្នាំហើយទីបំផុតពួកឯងបានបង្ហាញខ្លួនហើយរួចគាត់ក៏បានរំលឹកប្រាប់តាមពិតទៅគាត់គឺជាមនុស្សដែលបានឆ្លងចូលមកក្នុងហ្គេមគាត់បានចូលមកក្នុងអាណាចក្រធានសៀននេះអស់រយៈពេល18ឆ្នាំហើយនៅជីវិតខាងក្រៅមិនដែលមាននរណាខ្វាយខ្វល់ជាមួយនឹងខ្ញុំទេសូម្បីតែឪពុកម្ដាយខ្ញុំបានចំណាយពេលជាច្រើនទៅលើហ្គេមមួយនេះអ្នកណាទៅដឹងទៅថាខ្ញុំបែរជាធ្លាក់ចូលនៅក្នុងអាណាចក្រមួយនេះហើយនិកាយមកគឺជានិកាយដែលមិនសូវមានអ្នកស្គាល់ទេខ្ញុំមិនដែលកត់សម្គាល់អំពីរឿងនេះឡើយប៉ុន្តែនិកាយដ៏តូចមួយនេះបានផ្ដល់នូវអារម្មណ៍ដែលខ្ញុំមិនដែលជួបប្រទះកន្លងមករហូតមកដល់ថ្ងៃមួយបិសាចបានយកពួកគាត់រួមទាំងក្តីសោកទាំងអស់ចេញអំពីខ្ញុំចាប់ពីថ្ងៃនោះមកទើបខ្ញុំដឹងថាទោះបីប្រព័ន្ធបានផ្ដល់នូវកម្លាំងខ្លាំងក្លាមកកាន់ខ្ញុំក៏ដោយប៉ុន្តែវាបានតែបណ្ដោះអាសន្នប៉ុណ្ណោះនៅថ្ងៃអនាគតខ្ញុំគឺត្រូវតែពឹងផ្អែកទៅលើខ្លួនឯងតែបើទោះបីជាខ្ញុំខិតខំប្រឹងប្រែងយ៉ាងណាក៏នៅតែមិនមានលទ្ធផលហើយចាប់តាំងពីពេលនោះមកប្រព័ន្ធក៏មិនបានលេចចេញមកម្ដងទៀតដែរតែនេះវាពិតជាមានតម្លៃសម្រាប់ខ្ញុំដើម្បីក្លាយជាមនុស្សរឹងមាំនៅថ្ងៃអនាគតយ៉ាងណាមិញរយៈពេល10ឆ្នាំបានកន្លងផុតទៅខ្ញុំលូឆៅកើបានត្រឡប់មកវិញហើយពួកបិសាចពួកឯងទៅនឹងស្លាប់ឲ្យហើយទៅបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់សៀវឈូក៏កំពុងតែវឹកហាត់គុនដាវភ្លាមក៏សាត់ទៅបានលឺសម្លេងតុងលីបានស្រែកព្រោះតែឆៅកើបានបបួលនាងចុះពីលើភ្នំដើម្បីស្វែងរកថ្នាំសម្អាតខួរឆ្អឹងឆៅកើក្រែមបន្តិចក៏បានប្រាប់បងប្អូនយើងទាំងពីរខានចុះពីលើភ្នំជាយូរមកហើយចាប់ទៅថាលើកនេះពួកយើងចុះទៅដើរលេងទៅចុះកុំអារម្មណ៍អីឯមិនចាំបាច់ធ្វើអ្វីនោះឡើយអាយ៉ាមើលទឹកមកទៅប្រហែលជាសប្បាយចិត្តណាស់ហើយឃើញនាងដូចជាមិនខ្វល់ពីគាត់បែបនេះឆៅកើក៏ចាប់ផ្ដើមរំអួយដាក់អូនស្រីរបស់គាត់ស្រគៀត្រជាខ្លាំងពេកនឹងនាងក៏បានប្រាប់ឲ្យបងប្រុសឈប់ព្រមទាំងលោតែម្នាក់ឯងមិនបានជាបងប្រុសខ្ញុំប្លែកខ្លាំងម្លេះជាធម្មតាគាត់ដូចជាស្រីកមុំចឹងមិនដែលចេញពីផ្ទះទេចុះអាមិនបានជាលើកនេះគាត់ចង់ចុះពីលើភ្នំទៅវិញរួចក៏សួរបងប្រុសតើមានកម្រងធ្វើអ្វីឆៅកើក៏បានប្រាប់នាងវិញថានាងគឺមិនដឹងអ្វីនោះទេពេលនេះគាត់គឺចិត្តទម្លុះកម្រិតហើយការចុះពីលើភ្នំលើកនេះគាត់គឺស្វែងរកឱសថដើម្បីមកទម្លុះកម្រិតរបស់គាត់លឺចឹងតុងលីក៏មានការសប្បាយចិត្តប្រាប់បងប្រុសថានឹងរៀបចំឲ្យបានសិនថ្ងៃស្អែកចាំចេញដំណើរតែឆៅកើមិនចង់រងចាំទៀតនោះឡើយគាត់ក៏ចង់ចេញដំណើរនៅថ្ងៃនេះប៉ែសម័យក្រោយមកអ្នកទាំង3ក៏បានធ្វើដំណើរចុះពីលើភ្នំស្របពេលនោះដែរនៅម្ខាងទៀតក៏មាននៅបុរសម្នាក់កំពុងតែឈរមើលអ្នកទាំង3ហើយគេក៏មានឈ្មោះថាយូយាជាសិស្សមកពីនិកាយដាវយូយាក៏សួរទៅកាន់អ្នកគ្រូមិនបានជាពួកយើងមិនធ្វើដំណើរជាមួយនឹងពួកគេទៅតែប្រតិយាយអូនម្នាក់នេះក៏ប្រាប់ឲ្យគេកុំបញ្ញាពេកអីរងចាំមើលនៅរឿងល្អសិនទៅយូយាក៏បានរំលឹកទៅដល់ការវឹកហាត់របស់ឆៅកើគាត់ខិតខំប្រឹងប្រែងវឹកហាត់អស់រយៈពេល10ឆ្នាំមកហើយចុះមិនបានជាមិនទាន់ឆ្លងកាត់ដំណាក់កាលដំបូងចឹងតាមអ្វីដែលប្រតិយាយអូនដឹងនោះតាំងពីក្មេងមកយូជាគេក៏យកចិត្តទុកដាក់ទៅលើគាត់ណាស់ហើយខ្ញុំក៏បានដឹងនៅដំណឹងមួយថានិកាយដាវនៅចាប់ផ្ដើមក្តាប់ទៅលើនិកាយមកហើយនេះក៏ជាមូលហេតុដែលនាងចុះពីភ្នំដែរតែយូជាមិនជឿនោះឡើយអ្នកគ្រូក៏មកកោតខ្ញុំឲ្យសោះប្រតិយាយអូនninhជីងក៏បានសើចប្រាប់ថានាងគ្រាន់តែញាស់គេលេងប៉ុណ្ណោះបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់វារហដ្ឋានដ៏ស្ងប់ស្ងាត់មួយកន្លែងអ្នកទាំង3ក៏បានធ្វើដំណើរឆ្លងកាត់ទីនេះសៀវឈូក៏សួរអ្នកគ្រូមិនបានជាមិនឲ្យនាងរៀនអំពីលោកគ្រូពូអញ្ចឹងតុងលីក៏បានប្រាប់ថាដោយសារតែគាត់បានជួយសង្គ្រោះនាងទៅធ្វើឲ្យគាត់បានប៉ះពាល់ទៅលើខួរក្បាលគាត់តែងតែរំលឹកអំពីប្រព័ន្ធតែនាងមិនដឹងទេថាប្រព័ន្ធគឺជាអ្វីមិនចាំបាច់ខ្វល់អំពីពាក្យសម្ដីរបស់គាត់ទេឯងគឺជាសសរទ្រូងនៃនិកាយរបស់យើងបច្ចុប្បន្នចឹងហើយក៏មិនសាននិយាយជាមួយនឹងគាត់ពេកប្រយ័ត្នប៉ះពាល់ខួរក្បាលដែរដល់ឡៃឆៅកើនេះវិញក៏កំពុងតែអស់មើលបេសកកម្មដែលប្រព័ន្ធបានដាក់ឲ្យបេសកកម្មមួយនេះឆៅកើត្រូវតែសម្លាប់ពូខខ្ជុំខ្មៅដែលស្ថិតនៅកម្រិតទី10ឬមួយក៏ជាកម្រិតច
ចវាយនាយជាមួយនឹងកម្លាំងរបស់គាត់បច្ចុប្បន្ននេះគ្មានសង្ឃឹមអាចឈ្នះវាបានទេប៉ុន្តែគាត់គឺធ្លាប់លេងហ្គេមនេះឡើងស្ទាត់ជំនាញហើយប៉ុន្តែនេះគឺគ្មានបញ្ហាចំណុចខ្សោយវានៅកន្លែងណាគាត់គឺសិតតែដឹងទាំងអស់ជួយទទួលនៅបេសកកម្មនេះហើយក៏បានញញឹមដោយភាពជឿជាក់ភ្លាមតុងលីក៏បានស្រែកហៅបងប្រុសឲ្យមកមើលទីនេះឆៅកើដើរមកមើលក៏បានឃើញនៅឱសថសម្អាតខួរឆ្អឹងតែនៅពីលើវាក៏មាននៅពស់ខ្យូងខ្មៅដ៏ធំកំពុងតែដេកលូកអ្នកដើម្បីពិតជាសប្បាយចិត្តរីឯតុងលីក៏បានសរសើរហើយថាពួកគេពិតជាសំណាងណាស់ព្រោះតែឱសថសម្អាតខួរឆ្អឹងដល់ទៅ3ឯណោះជាពិសេសនោះពស់នេះក៏កំពុងតែកេងលូកជាឱកាសរបស់យើងហើយគណៈពេលដែលនាងបានងាកក្រោយហៅបងប្រុសនោះឆៅកើក៏បានទៅបេះនៅឱសថនោះបាត់ទៅហើយគាត់ក៏ព្យាយាមស្រែកយ៉ាងលឺប្រាប់ប្អូនស្រីដើម្បីឲ្យពស់នោះបានក្រោកឡើងមកហើយពិតជាដោយអ្វីដែលគាត់ចង់បានមែនពស់ខ្យូងខ្មៅក៏បានបើកភ្នែកដល់ក្រហមឆ្អិនឆ្អៅរបស់គេមកតុងលីឃើញចឹងក៏ផាត់ភ័យកាំងនិយាយអ្វីលែងចាញ់រីឯស៊ូឈូក៏បានស្រែកប្រាប់លោកគ្រូពស់ថាពស់នោះបានភ្ញាក់ឡើងហើយតែឆៅកើគាត់មិនបានភ័យខ្លាចទេព្រោះតែជាកម្រងរបស់គាត់រីឯយូយេជាមួយនឹងនីងយីងក៏ចង់ងឹតមុខអបិនេះចង់ធ្វើអ្វីនឹងដែលឆៅកើនេះវិញគាត់ធ្វើជាភ័យខ្លាចកិច្ចអំពីការត្របាក់របស់ពស់នោះរីឯតុងលីក៏បារម្ភបញ្ចេញដៃចង់ទៅជួយតែនាងក៏បានគិតឡើងវិញថានេះគឺជាឱកាសល្អសម្រាប់បងប្រុសទទួលបានបទពិសោធន៍ខ្លះស្របពេលនោះដែរឆៅកើក៏ត្រូវបានពស់នោះវាត់មួយកន្ទុយតែគាត់ក៏បានហក់កិច្ចផុតប្រឹងទៅបានជន់ទៅលើក្បាលវាចាប់ទាញស្នែងរបស់វាចុះឡើងពស់នោះក៏ព្យាយាមរើព្រមទាំងស្រែកបញ្ចេញសំឡេងមកយ៉ាងខ្លាំងចុងក្រោយឆៅកើក៏ត្រូវបានវាបោះហោះឡើងទៅលើអាកាសគណៈពេលនោះដែរពស់នោះក៏ចង់ស្ទុះមកត្របាក់គាត់តែជាលទ្ធផលនោះក៏ត្រូវបានស៊ីមួយកំភ្លៀងរបស់ឆៅកើធ្លាក់ចូលទៅក្រោមវិញឃើញចឹងយូយេគេក៏បានស្ទាបថ្ពាល់ខ្លួនឯងហាក់បីដូចជាធ្លាប់បានឆៅកើតែមួយកំភ្លៀងដែរចឹងស្របពេលដែលយើងមិនទាន់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាផងភាគនេះក៏បានមកដល់ទីបញ្ចប់បើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like Subscribe ម្នាក់មួយផងចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ